សួស្តីប្រជាជនកម្ពុជាជាទីស្រឡាញ់នៅក្នុងថ្ងៃនេះនាងខ្ញុំមានរឿងរ៉ាវចង់មកជម្រាបជូនអ្នកទាំងអស់គ្នាទៀតហើយចាដោយសារតែបានឃើញវីដេអូមួយគឺគួរឲ្យចាប់អារម្មណ៍មែនទែនហើយជឿជាក់ថាអ្នកទាំងអស់គ្នាក៏បានទស្សនាដូចនាងខ្ញុំដែរព្រោះកំពុងតែ viral ចានៅលើគ្រប់បណ្ដាញសង្គមដែលកំពុងតែពេញនិយមនៅក្នុងប្រទេសយើងគឺរូបភាពដែលស្ត្រីទី1នៃម៉ាឡេស៊ីចាលោកជំទាវដាតុកសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលនៅពេលដែលលោកជំទាវគាត់បានធ្វើកាយវិការខ្ជូតមែនទែននៅពេលឃើញសម្ដេចធិបតីនិងលោកជំទាវពេជ្រច័ន្ទមនីលោកអញ្ជើញដើរលើកម្រាលព្រំចាជាទូទៅឃើញថាពុកម៉ែបងប្អូនប្រជាជនកម្ពុជាជាទីស្រឡាញ់មានការចាប់អារម្មណ៍ច្រើនទៅលើឯកឧត្តមអាន់វ៉ាប៉ុន្តែមិនសូវបានជាចាប់អារម្មណ៍ច្រើនទៅលើលោកជំទាវបណ្ឌិតប្រមាណនោះទេអញ្ចឹងហើយនាងខ្ញុំក៏បានស្រាវជ្រាវពីប្រវត្តិរបស់ស្ត្រីទី1នៃម៉ាឡេស៊ីចាលោកជំទាវបណ្ឌិតឃើញថាលោកជំទាវក៏ជាស្ត្រីមួយដែលមានភាពលេចធ្លោនៅក្នុងនយោបាយប្រទេសម៉ាឡេស៊ីមិនចាញ់ស្វាមីប្រមាណនោះដែរហើយខ្ញុំហ៊ាននិយាយទៀតថាលោកជំទាវអាចជាស្ត្រីឆ្នើមឬក៏ជាស្ត្រីដៃថែបនៃប្រទេសម៉ាឡេស៊ីអញ្ចឹងនាងខ្ញុំនឹងជម្រាបលម្អិតជូនថាហេតុអីបានជានាងខ្ញុំហ៊ាននិយាយថាលោកជំទាវបណ្ឌិតគឺជាស្ត្រីដៃថែបនៃប្រទេសម៉ាឡេស៊ីចាដោយសារតែខ្ញុំបានឆែកពីប្រវត្តិរបស់លោកជំទាវបណ្ឌិតដាតុកសេរីអាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលឃើញថាលោកជំទាវគឺជាស្ត្រីដែលមានតួនាទីសំខាន់និងលេចធ្លោខ្លាំងមែនទែននៅក្នុងឆាកនយោបាយរបស់ប្រទេសម៉ាឡេស៊ីចាដោយកាលពីឆ្នាំ2018ដល់ឆ្នាំ2020លោកជំទាវមានតួនាទីជាឧបនាយករដ្ឋមន្ត្រីស្ត្រីទី1របស់ម៉ាឡេស៊ីចាដែលនេះអាចនិយាយបានថាគឺជាតំណែងស្ត្រីដំបូងចាគឺជាតំណែងឧបនាយករដ្ឋមន្ត្រីស្ត្រីដំបូងសម្រាប់ប្រទេសម៉ាឡេស៊ីផងដែរសម្រាប់ឆ្នាំ2018និង2020ដូចគ្នានេះដែរលោកជំទាវមិនត្រឹមតែជាឧបនាយករដ្ឋមន្ត្រីនោះទេប៉ុន្តែលោកជំទាវក៏កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីគ្រួសារនិងការអភិវឌ្ឍសហគមន៍ដូចគ្នាផងដែរចាអ្នកទាំងអស់គ្នាសម្រាប់លោកជំទាវដាតុកសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលនេះលោកជំទាវគឺជាស្ត្រីដែលបានប្រឡូកនៅក្នុងឆាកនយោបាយជាប់ជាប់មិនចាញ់ស្វាមីប្រមាណនោះទេពីព្រោះបើតាមមើលទៅលោកជំទាវធ្លាប់កាន់តួនាទីជាមេដឹកនាំបកប្រឆាំងស្ត្រីទី1សម្រាប់ប្រទេសម៉ាឡេស៊ីផងដែរចាតែកាលនោះលោកជំទាវកាន់តួនាទីជាមេដឹកនាំបកប្រឆាំងនៅក្នុងសភារបស់ប្រទេសម៉ាឡេស៊ីមួយវិញទៀតអ្នកទាំងអស់គ្នាពិតជាអស្ចារ្យមែនទែនលោកជំទាវដាតុកសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលគឺជាស្ត្រីដៃថែបរបស់ម៉ាឡេស៊ីពីព្រោះអីកាលពីឆ្នាំ1998នៅពេលដែលឯកឧត្តមអាន់វ៉ាត្រូវបានគេចាប់ខ្លួនចាប់ឃុំឃាំងលោកជំទាវបានបង្កើតចលនាមួយដែលគេហៅថា Reformazi ហើយលោកជំទាវក៏ជាស្ថាបនិកគណៈបក National Justice Party PKN ដែលក្រោយមកគណៈបកនេះបានក្លាយជាគណៈបក People Justice Party PKO វិញចាមួយវិញទៀតលោកជំទាវដាតុកសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលត្រូវបានគេចាត់ទុកថាជាស្ត្រីទី2នៅក្នុងប្រវត្តិសាស្ត្រនយោបាយម៉ាឡេស៊ីដែលបានដឹកនាំគណៈបកនយោបាយដែលមានតំណែងនៅក្នុងសភាចាលោកជំទាវគឺជាឧបនាយករដ្ឋមន្ត្រីស្ត្រីទី1ហើយលោកជំទាវក៏ជាស្ត្រីគេហៅថានៅក្នុងនយោបាយទី2ដែលដឹកនាំគណៈបកដែលមានសម្លេងនៅក្នុងសភាចាសភាម៉ាឡេស៊ីចាចំពោះតួនាទីបច្ចុប្បន្នវិញក្រោយពេលឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមលោកឡើងកាន់តួនាទីជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីចាប់តាំងពីខែវិច្ឆិកាឆ្នាំ2022មកលោកជំទាវដាតុកសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលគឺលោកជំទាវបានបំពេញតួនាទីជាភរិយារបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីហើយក៏កំពុងតែបន្តកិច្ចការងារសង្គមគេហៅថាយ៉ាងមមាញឹកផងដែរចំពោះលោកជំទាវក៏មានតួនាទីជាគេហៅថាអ្នកការទូតទន់ភ្លន់ឬក៏ soft diplomat នៅក្នុងព្រឹត្តិការណ៍អន្តរជាតិដូចជាយើងបានឃើញទាំងអស់គ្នាហើយគឺកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងអាណត្តិដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានផងដែរចាប្រជាជនកម្ពុជាជាទីស្រឡាញ់បានដឹងពីជីវិតនិងការតស៊ូនៅក្នុងឆាកនយោបាយរបស់លោកជំទាវដាតុកសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលអញ្ចឹងនេះខ្ញុំសូមរំលឹកបន្តិចបន្តួចពាក់ព័ន្ធនឹងជីវិតគ្រួសារនិងស្នេហារបស់លោកជំទាវជាមួយនឹងឯកឧត្តមអាន់វ៉ាលោកជំទាវបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនឹងកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ1980ចាដោយចំណងអាពាហ៍ពិពាហ៍រយៈពេល45ឆ្នាំគិតមកដល់ឆ្នាំ2025យើងហ្នឹងទទួលបានចំណងដៃកូនចំនួន6រូបដោយក្នុងនោះមានកូនស្រី5និងកូនប្រុសម្នាក់ចាសម្រាប់គ្រួសាររបស់លោកជំទាវនិងឯកឧត្តមអាន់វ៉ាត្រូវបានគេមើលឃើញថាជាគ្រួសារនយោបាយដ៏លេចធ្លោនិងមានប្រជាប្រិយភាពមួយដែរដោយអ្នកបន្តវេនរបស់គ្រួសារអាន់វ៉ាគឺមានកូនស្រីច្បងម្នាក់ឈ្មោះថានូរុលអ៊ីហ្សាអាន់វ៉ាគឺជាអ្នកនយោបាយដ៏លេចធ្លោម្នាក់ដែលធ្លាប់ជាសមាជិកសភានិងជាអនុប្រធានគណៈបកយុទ្ធធម៌ប្រជាជន PKO ចាក្រៅពីទទួលបានការសរសើរក្នុងនាមជាស្ត្រីដៃថែបនិងជាស្ត្រីអ្នកនយោបាយដ៏លេចធ្លោនៅប្រទេសម៉ាឡេស៊ីហើយនោះលោកជំទាវដាតុកសេរីវ៉ាន់អាស៊ីហ្សាវ៉ាន់អ៊ីស្ម៉ាអែលក៏ត្រូវបានគេសរសើរផងដែរថាគ្រួសាររបស់លោកជំទាវនិងឯកឧត្តមអាន់វ៉ាគឺមានភាពរឹងមាំនិងការថាស្អិតល្មួតមែនទែនទោះបីជាធ្លាប់ឆ្លងកាត់ឧបសគ្គនៅក្នុងឆាកនយោបាយហើយសូម្បីតែគណៈដែលឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមលោកត្រូវជាប់ក្នុងពន្ធនាគារចាក៏កំឡុងពេលនោះលោកជំទាវមិនបានបោះបង់ចោលគេហៅថាក្តីសង្ឃឹមមិនបានបោះបង់ចោលស្វាមីនោះដែរប៉ុន្តែលោកជំទាវបានគេហៅថាតស៊ូដើម្បីដឹកនាំចលនាប្រឆាំងដែលគេហៅថា Reformazi Movement នឹងបានបង្កើតគណៈបកនយោបាយបន្ថែមទៀត
ចឹងហើយធ្វើឲ្យប្រជាជនម៉ាឡេស៊ីចានិងអ្នកតាមដាននយោបាយម៉ាឡេស៊ីចាត់ទុកលោកជំទាវដាតុសេរីវ៉ាន់អាស៊ីសាវ៉ាន់អ៊ីស្ម៉ាអែលនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមគឺជាគេហៅថាគ្រួសារនយោបាយគំរូចាដែលមិនថាជួបបញ្ហាទុកលំបាកអ្វីក៏ដោយគឺអ្នកទាំងពីរមិនបានបោះបង់ចោលគ្នានោះទេគេហៅថាមានសុខរួមសុខមានទុក្ខរួមទុក្ខហើយក៏ត្រឡប់មកជោគជ័យនិងកាន់ដៃគ្នានៅក្នុងភាពជោគជ័យផងដែរចាលោកអាន់វ៉ាគឺជាបុគ្គលសំខាន់មែនទែននៅក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ26តុលាហើយលោកអាន់វ៉ានេះក៏ត្រូវបានប្រជាជនថៃអ្នកនយោបាយថៃក៏ដូចជាអ្នកសារព័ត៌មានថៃតាមខំតាមជន់លោកខ្លាំងមែនទែនហើយគេបានលើកឡើងថាឯកឧត្តមអាន់វ៉ាគឺលំអៀងឯកឧត្តមអាន់វ៉ាស្រឡាញ់សម្ដេចធិបតីយើងសូម្បីតែការរៀបចំតុអង្គុយក៏ឯកឧត្តមអាន់វ៉ារៀបចំតុចាកន្លែងក្អីអង្គុយឲ្យសម្ដេចធិបតីយើងបានអង្គុយក្បែរលោកប្រធានាធិបតីដូណាល់ត្រាំផងដែរយ៉ាងណាមិញប្រជាជនកម្ពុជាជាទីស្រឡាញ់ការចូលរួមជួយសម្របសម្រួលរបស់ឯកឧត្តមអាន់វ៉ាធ្វើឲ្យមានសន្តិភាពធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃ26តុលាដូច្នេះហើយយើងទាំងអស់គ្នាគឺមានតែពាក្យថាអរគុណខ្លាំងមែនទែនចំពោះឯកឧត្តមអាន់វ៉ាក៏ដូចជាមិត្តម៉ាឡេស៊ីជាចុងក្រោយប្រជាជនកម្ពុជាជាទីស្រឡាញ់នាងខ្ញុំនៅតែមានពាក្យដដែលថាយើងជាខ្មែរយើងត្រូវតែស្រឡាញ់ប្រទេសជាតិយើងហើយការស្រឡាញ់ប្រទេសជាតិយើងតាមរយៈអ្វីតាមរយៈការគ្រប់គ្រងផលិតផលជាតិយើងហើយចូលរួមកុំប្រើប្រាស់ផលិតផលរបស់ផ្ទះលេខ2ព្រោះការប្រើប្រាស់ផលិតផលរបស់ផ្ទះលេខ2ដូចយើងកំពុងតែចូលរួមជួយគ្រប់គ្រងសេដ្ឋកិច្ចរបស់គេអញ្ចឹងចាប្រជាជនកម្ពុជាជាទីស្រឡាញ់ទោះបីនៅពេលនេះស្ថានភាពបានធូរស្រាលយ៉ាងណាក៏ដោយប៉ុន្តែនាងខ្ញុំសូមឲ្យស្មារតីខ្មែរស្រឡាញ់ខ្មែរជួយខ្មែរគ្រប់គ្រងខ្មែរនៅតែស្ថិតនៅក្នុងបេះដូងនិងឧត្តមគតិរបស់កូនខ្មែរគ្រប់គ្នាចាសូមអរគុណ